ទៅហើយនៅសៀមរាបម្ដងទៀតណាបងប្អូនអាងប៉ាវលើកនេះធំមែនតើប៉ុន្តែត្រូវការបងប្អូនចូលរួមប្រកួតទៅបាននោះគឺម៉ូតូទូរទស្សន៍រួមទាំងទូរស័ព្ទដៃទំនើបនេះសម្រាប់បងប្អូនដែលទស្សនាណាហើយសម្រាប់បងប្អូនដែលចូលចិត្តបដាល់សប្តាហ៍នេះទាំងនាគមាសទាំងនាគខ្មៅបងប្អូនគេមកអស់ហើយប្រកួតនៅក្នុងកម្មវិធី Boost Strong រីឯបងប្អូនដែលចូលចិត្តខាងតន្ត្រីក៏មានដូចគ្នាបងប្រហែលជាស្គាល់ហើយតារា rapper G David idol ទេពិសិដ្ឋអូជីក៏មកដែរហើយអស់នៅអត់ទាន់អស់ទេ Boost Strong តែងតែផ្សារភ្ជាប់ជាមួយនឹងវប្បធម៌និងអរិយធម៌អាចនិយាយបានថាជារឿងដ៏កម្រមួយដែរគឺ Boost Strong ក៏រៀបចំនៅព្រឹត្តិការណ៍បង្ហោះខ្លែងតើព្រឹត្តិការណ៍ទាំងអស់នេះកើតឡើងនៅថ្ងៃណាខ្លះជូនដំណឹងទៅកាន់ពុកម៉ែបងប្អូនដែលជាអ្នកស្នេហាទាំងវិស័យកីឡាវិស័យតន្ត្រីនិងបងប្អូនដែលចូលចិត្តអភិរក្សនិងផ្សព្វផ្សាយនៅវប្បធម៌របស់ដូនតាយើងជម្រាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ page ខ្ញុំបាទ admin កំសង់នៅក្នុងវីដេអូមួយនេះគឺខ្ញុំផ្ដោតទៅលើព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ Boost Strong ដែលមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី20ពោលគឺថ្ងៃនេះតែម្ដងរហូតដល់ថ្ងៃទី22បាទក្នុងនោះយើងមានទាំងការបង្ហោះខ្លែងការប្រគំតន្ត្រីការប្រកួត3ស្ត្រីរួមទាំងបណ្ដាគុណខ្មែរអញ្ចឹងឥឡូវនេះខ្ញុំសូមលើកឡើងអំពីការបង្ហោះខ្លែងមួយសិនខ្លែងឯកណាបងប្អូនបាទកាលពីនៅតូចៗខ្ញុំក៏ធ្លាប់កាត់ខ្លែងបង្ហោះដែរប៉ុន្តែមិនដែលបានបង្ហោះខ្លែងឯកគេទេហើយបច្ចុប្បន្ននេះឃើញបងប្អូនយើងដែលគាត់ចូលចិត្តលេងខ្លែងគាត់ទិញមកបង្ហោះបាទអញ្ចឹងជាការអភិរក្សខ្លែងឯក Boost Strong ក៏បង្កើតនៅព្រឹត្តិការណ៍មួយនេះដែរគឺការបង្ហោះខ្លែងឯកចាប់ផ្ដើមពីថ្ងៃនឹងតែម្ដងគឺថ្ងៃទី20កុម្ភៈរហូតដល់ថ្ងៃទី22អញ្ចឹងការបង្ហោះខ្លែងឯកនេះគឺមានរយៈពេល3ថ្ងៃស្អែកថ្ងៃទី21គឺជាការប្រកួតប្រដាល់គុណខ្មែរគូឯកយើងមាននាគមាសបន្ទាយមានជ័យឃីមបូរ៉ាដែលជាម្ចាស់ឡានរបស់ Boost Strong អានឹងថ្ងៃសៅរ៍រីឯថ្ងៃអាទិត្យកន្លែងផ្សេងគ្នាគឺវាយនៅសង្វៀនបាយ័នគឺនាគខ្មៅបាទបានន័យថាបូរ៉ាគាត់វាយនៅសៀមរាបថ្ងៃសៅរ៍ស្អែកឡើងថ្ងៃអាទិត្យគឺឌីម៉ាទៅវាយនៅក្នុងហលម្ដងបាទនៅប៉ុស្តិ៍បាយ័នស្ទឹងមានជ័យសៀមរាបមិនមែនមានតែបូរ៉ាទេក៏យើងមានការប្រកួតគូ Foreman ក្នុងនោះមានអ្នកសៀមរាបម្នាក់ដែរចូលរួមគឺសេកចៅជូតបាទនិងម្នាក់ទៀតគឺប្អូនរបស់ឡុងសំណាងគឺសែនកុងគីទីតាំងទាំង4កម្មវិធីនេះគឺកំពុងតែរៀបចំហើយបងប្អូនដែលធ្វើឡើងនៅខេត្តសៀមរាបនៅពលានយន្តហោះចាស់អញ្ចឹងនេះបណ្ដាលគុណខ្មែរបាទហើយបកទៅកាន់ថ្ងៃអាទិត្យចំថ្ងៃទី22គឺយើងមានការប្រគំតន្ត្រីនិងការប្រកួត3ស្ត្រីការប្រគំតន្ត្រីមានវត្តមានរបស់តារាចម្រៀងល្បីៗ rapper មានដូចជាបងប្រុស G David បាទញីកែងជើងតោះយើងរំញីកែងជើងបាទទេពពិសិដ្ឋយប់ម៉ោង12ជាជ្រៀងតិចតិចបងប្អូនហើយក៏មាន OG បាទដែលជាបេក្ខភាពជាប់លេខ1នៅក្នុងកម្មវិធី Rapper Fighter ក៏ចូលរួមទាំងបងប្អូនតារាចម្រៀងល្បីៗទៀតក៏ចូលរួមនៅថ្ងៃអាទិត្យនោះបាទអញ្ចឹងថ្ងៃអាទិត្យនោះមានទាំងការប្រគំតន្ត្រីរួមទាំងការបីស្ត្រីសរុបមកវិញអត្ថន័យនៃព្រឹត្តិការណ៍របស់កម្មវិធី Boost Strong 3ថ្ងៃជាប់គ្នានេះទី1គឺយើងផ្ដោតទៅលើវិស័យទេសចរយើងចង់ឲ្យវិស័យទេសចរយើងកាន់តែមានកំណើនយើងរៀបនៅសៀមរាបបងប្អូនដឹងហើយជាតំបន់មួយដែលសម្បូរទៅដោយភ្ញៀវទេសចរជាក់ស្ដែងដោយកម្មវិធី Gensburg រៀបចំឡើងកន្លងទៅគឺភ្ញៀវទេសចរចូលមកច្រើនណាស់បាទគាត់ចូលមកអញ្ចឹងគឺគាត់ចំណាយទិញការហូបចុកការស្នាក់នៅការធ្វើដំណើរផ្សេងៗនោះគឺបងប្អូនតាណាចំណូលគឺបានគឺមកលើបងប្អូនខ្មែរយើងដែលគាត់បម្រើការនៅក្នុងវិស័យមួយហ្នឹងបាទរួមទាំងបងប្អូនដែលជាគាត់អ្នកលក់ដូរហើយខ្លែងឯកបាទខ្លែងឯកយើងចង់អភិរក្សនិងផ្សព្វផ្សាយខ្លែងឯកយើងឲ្យមានភាពប្រផលឡើងវិញបណ្ដាលគុណខ្មែរគឺចង់ឲ្យគុណខ្មែរយើងបន្តល្បីទៅលើឆាកអន្តរជាតិកីឡាករបរទេសមកចូលរួមគាត់ផ្សព្វផ្សាយបានមួយកម្រិតហើយសម្រាប់បរទេសបងប្អូនដឹងហើយនៅសៀមរាបនេះខ្ញុំទទួលស្គាល់ថាសម្បូរបរទេសគាត់មកទស្សនាណាអញ្ចឹងគាត់មកទស្សនាគាត់នឹងបានដឹងថាអូគេរៀបចំនេះគឺបណ្ដាលគុណខ្មែរអញ្ចឹងគាត់អាចថតគាត់ផ្សព្វផ្សាយបន្ថែមទៀតឡាក់នឹងឡាក់បាទ3ស្ត្រីនេះបងប្អូនដឹងហើយគឺយើងលើកកម្ពស់ទៅកាន់ស្ត្រីបាទឲ្យតម្លៃទៅកាន់ស្ត្រីការប្រកួត3ស្ត្រីលើកនេះមានរង្វាន់ម៉ូតូរង្វាន់ទូរទស្សន៍រួមទាំងទូរស័ព្ទដៃទំនើបអរគុណបងប្អូនអរគ្នាអញ្ចឹងកុំភ្លេចជួបគ្នាចាប់ពីថ្ងៃទី20ដល់22ហើយស្អែកខ្ញុំនឹងទៅធ្វើពិធីកជូនពុកម៉ែបងប្អូនផងដែរចុងក្រោយខ្ញុំ admin កំសង់មានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា